ខ្ញុំសូមបញ្ជាក់ជូនបងប្អូនឲ្យបានជ្រាបថារាជរដ្ឋាភិបាលនឹងខិតខំធ្វើគណនេយ្យភាពនិងតម្លាភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងជំហាននៃការតតាំងនេះយើងបានគិតគូរអំពីការដាក់ជូនព័ត៌មានប៉ុន្តែយើងត្រូវតែគោរពនៅវិធានរបស់តុលាការ ICJ យើងមិនអាចរំលោភបំពានរាជរដ្ឋាភិបាលមានជំរើសពីរជំរើសទី1គឺយើងធ្វើការគណនេយ្យភាពនិងបង្ហាញប្រជាពលរដ្ឋយើងគ្រប់ព័ត៌មានគ្រប់ពេលវេលាទាំងអស់ដើម្បីឆ្លើយតបទៅនឹងការចង់បានចង់ដឹងដោយអន្តរសាររបស់បងប្អូនរបស់យើងដោយមិនគិតពីគោរពមិនគោរពវិធានរបស់ ICJ តុលាការទេអានឹងជំរើសទី1អញ្ចឹងប្រជាពលរដ្ឋយើងអ្នកអន្តរសារគឺចង់បានគ្រប់ជាហ៊ានដឹងប៉ុន្តែយើងអាចប្រឈមតុលាការគេអាចថាយើងមិនគោរពវិធានរបស់គេអាចមិនទទួលគេច្រប់គេឬមួយយ៉ាងម៉េចយើងពិបាកដើរទៅមុខពិបាកប្រឈមទី2យើងនឹងខិតខំធ្វើគណនេយ្យភាពនិងបញ្ជូនព័ត៌មានទៅតាមគ្រប់រូបភាពដែលអាចធ្វើទៅបានឲ្យបងប្អូនដឹងពីនីតិវិធីការរៀបចំជំហានរបស់យើងប៉ុន្តែយើងមិនអាចរំលោភទៅលើវិធានរបស់តុលាការដើម្បីយើងគោរពនៅនីតិវិធីពេលហ្នឹងបងប្អូនខ្លះអាចទះសារចោលប្រកាន់យើងទៅប្រឈមរឿងនេះប៉ុន្តែជំរើសមួយណាល្អជាងសម្រាប់កម្ពុជាយើងសុខចិត្តថាយកភាពជោគជ័យនៃនីតិវិធីតុលាការជាគោលទោះបីជាពេលខ្លះបងប្អូនខ្លះក៏បំផុសទះសារតែយើងមិនអាចធ្វើនៅក្នុងពេលនេះនៅពេលដែលករណីនេះវាបញ្ចប់តុលាការគេនឹងបញ្ជាក់ហើយគេនឹងដាក់អានឹងនៅលើអនឡាញមើលទៅប៉ុន្តែក្នុងដំណាក់កាលដំបូងនេះសវត្ថិភាពនៃករណីនេះនិងភាពជោគជ័យរបស់យើងជាពិសេសការអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានរបស់ ICJ គឺជាអ្វីដែលកម្ពុជាត្រូវធ្វើនៅពេលដែលយើងខិតខំដើម្បីធ្វើឲ្យមានតម្លាភាពជាមួយប្រជាពលរដ្ឋហើយសូមឲ្យបងប្អូនប្រជាពលរដ្ឋយើងយោគយល់ផងបាទព្រោះបើសិនជាយើងស្អីក៏បញ្ចេញស្អីក៏បញ្ចេញទី1យើងមិនគោរពវិធានរបស់តុលាការអញ្ចឹងទីបំផុតបងប្អូនសប្បាយចិត្តតែទីបំផុតបងប្អូនកំពុងតែបំផ្លាញគេថាព្រៀបរបស់កម្ពុជានៅលើឆាកអន្តរជាតិនៅតុលាការ ICJ